យ៉ូហានជំពូក5ខ25និងខ26ប្រាកដមែនខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថានឹងមានពេលវេលាមកក៏មកដល់ហើយដែលមនុស្សស្លាប់នឹងឮសំឡេងព្រះរាជបុត្រានៃព្រះហើយអស់អ្នកណាដែលឮនឹងបានរស់វិញពីព្រោះដែលព្រះវរបិតាមានជីវិតក្នុងព្រះអង្គទ្រង់យ៉ាងណានោះទ្រង់ក៏បានប្រទានឲ្យព្រះរាជបុត្រាមានជីវិតក្នុងព្រះអង្គទ្រង់យ៉ាងនោះដែរខគម្ពីរប្រចាំថ្ងៃសូមព្រះប្រទានពរក្នុងដួងចិត្តខ្ញុំមានព្រះយេស៊ូជីវិតខ្ញុំធូរផុតទុក្ខអំពើទ្រង់ដកអង្គក្តីតបប្រមល់ទ្រង់ដកអង្គទុកព្រួយកង្វល់ចិត្តខ្ញុំបានស្កប់ស្កល់ដោយផលព្រះវិញ្ញាណនៅគ្រារងទុក្ខវេទនានៅគ្រាតែតោលឯកាទ្រង់លោកខិនថាមកជួយខ្ញុំមិនដែលខានព្រះយេស៊ូគង់នៅទីណាទីនោះមានក្តីសុខសាន្តព្រះយេស៊ូគង់នៅទីណាទីនោះមានក្តីសុខសាន្តនៅក្នុងភូមិឋានខ្ញុំមានព្រះយេស៊ូគ្រួសារខ្ញុំធូរផុតទុក្ខអំពើទ្រង់ដកអង្គការជ្រួលច្របល់ទ្រង់ដកអង្គអភ័យមង្គលចិត្តខ្ញុំបានស្កប់ស្កល់ដោយផលព្រះវិញ្ញាណនៅគ្រារងទុក្ខវេទនានៅគ្រាតាំងតោលឯកាទ្រង់លោកខិនថាមកជួយខ្ញុំមិនដែលខានព្រះយេស៊ូគង់នៅទីណាទីនោះមានក្តីសុខសាន្តព្រះយេស៊ូគង់នៅទីណាទីនោះមានក្តីសុខសាន្តសូមព្រះប្រទានពរ